بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته الحمد لله ថ្ងៃនេះយើងនឹងបន្តអំពីមេរៀនរបស់យើងបន្តទៀតمكانة مكانة الأسرة في الإسلام ورعايته لها តួនាទីនិងសារៈសំខាន់របស់គ្រួសារក្នុងឧបមាអ៊ីស្លាមនិងការយកចិត្តទុកដាក់របស់ឧបមាអ៊ីស្លាមចំពោះគ្រួសារ تعريف الأسرة និយមន័យគ្រួសារ الأسرة لغة الرهط أي الأشخاص الأدنون من الرجل តាមន័យភាសាគ្រួសារមានន័យថាសាច់ញាតិឬមនុស្សដែលជិតស្និទ្ធនឹងបុគ្គលម្នាក់ ويقصد بالأسرة اصطلاحا في نظام الإسلام ចំណែកតាមន័យក្នុងហុគមសារៈគ្រួសារគឺសំដៅលើتلك الخلية التي تضم الآباء والأمهات គឺសំដៅលើក្រុមគ្រួសារមួយដែលរួមមានឪពុកនិងម្ដាយ والأجداد والجدات មានជីតាហើយនឹងមានយាយ والبنات والأبناء មានកូនស្រីនិងកូនប្រុស وأبناء الأبناء ព្រមទាំងចៅផងដែរ الأسرة دعامة أساسية في المجتمع គ្រួសារគឺជាសសរស្តម្ភដ៏សំខាន់នៃសង្គម إذا كان الفرد هو اللبنة الأساسية في البناء المجتمعي ប្រសិនបើបុគ្គលម្នាក់គឺជាគ្រឹះមួយក្នុងការកសាងសង្គម فإن الأسرة هي الخلية الحية في الكناية នោះគ្រួសារគឺជាកោសិការរស់ដែលបង្កើតជារូបរាងនៃសង្គមនោះ والفرد جزء من الأسرة ហើយបុគ្គលម្នាក់គឺជាផ្នែកមួយនៃគ្រួសារ يأخذ خصائصه الأولى منها ដែលទទួលបានលក្ខណៈនិងការអប់រំដំបូងបង្អស់ពីគ្រួសារ قال تعالى អល់ឡោះបានហ្វីរម៉ានថា ذرية بعضها من بعض ពូជពង្សដែលល្អពូជពង្សដែលកើតចេញពូជពង្សដែលខ្លះកើតចេញពីខ្លះ وينطبع بطبعها មនុស្សម្នាក់ទទួលឥទ្ធិពលពីលក្ខណៈរបស់គ្រួសារ ويتأثر بتربيتها ហើយត្រូវបង្កើតចរិតលក្ខណៈតាមរយៈការអប់រំរបស់គ្រួសារ
قال رسول الله صلى الله عليه وسلم រ៉ាស៊ូលឡោះបានមានប្រសាសន៍ថា ما من مولود إلا يولد على الفطرة មានទារកណាម្នាក់កើតមកទេលើកលែងតែកើតមកលើ fitrah គឺកើតមកដោយធម្មជាតិអល់ឡោះបានបង្កើត فأبواه يهودانه បន្ទាប់មកឪពុកម្ដាយរបស់គេជាអ្នកធ្វើឲ្យគេក្លាយជា Yahudi វយុនស្យរ៉ានីហ៊ីវយុមច្ជីសានីហ៊ីឬក្លាយទៅជាគ្រីស្ទៀនឬក្លាយទៅជាមេជូស៊ី كما تن كما تنتج البهيمة بهيمة جمعاء ប្រៀបដូចជាសត្វមួយបង្កើតកូនសត្វដែលមានអវយវៈគ្រប់គ្រាន់ هل تحسون فيها من جدعاء តើអ្នកឃើញវាមានអវយវៈណាខ្លះដែលខ្វះខាតដែរឬទេ Hadis riwayat Muslim ចឹងបញ្យល់ពាក្យបន្តិចអំពីពាក្យ al-fitrah al-fitrah គឺមានន័យថាគឺជាស្ថានភាពធម្មជាតិដ៏បរិសុទ្ធដែលត្រៀមខ្លួនទទួលយកសេចក្តីល្អនិងការណែនាំត្រឹមត្រូវ وهي حالة أصل الخلقة البشرية វាជាសភាពដើមដែលអល់ឡោះបានបង្កើតមនុស្សលោកមក كما تنتج البهيمة بهيمة جمعاء ដោយសត្វដែលបង្កើតកូនសត្វពេញលេញគ្រប់អវយវៈ أي كما تلد البهيمة بهيمة كاملة الأعضاء لا نقص فيها មានន័យថាសត្វកើតកូនមកដោយមានអវយវៈគ្រប់គ្រាន់មិនមានភាពខ្វះខាតពីកំណើតឡើយ جدعاء مقطوعة الأذن جدعاء មានន័យថាសត្វដែលត្រចៀករបស់វាត្រូវបានកាត់ផ្តាច់ أي إنما يحدث فيها الجدع والنقص بعد ولادتها មានន័យថាការខ្វះខាតឬការខូចខាតនោះកើតឡើងបន្ទាប់ពីវាកើតមកមិនមែនមានតាំងពីកំណើតឡើយ بتأثير من البيئة المحيطة بها من إنسان وغيره ដោយសារឥទ្ធិពលពីបរិស្ថានជុំវិញវាមិនថាពីមនុស្សឬកត្តាផ្សេង وكذلك حال الإنسان ហើយស្ថានភាពរបស់មនុស្សក៏ដូចគ្នាដែរ تكون استقامته أو انحرافه ភាពត្រឹមត្រូវឬភាពវង្វេងរបស់គាត់ رهن البيئة التي ينشأ ويترعرع فيها អាស្រ័យយ៉ាងខ្លាំងទៅលើបរិស្ថានដែលគាត់ធំដឹងក្តីនិងរស់នៅ وبناء على ما سبق نقول ដោយផ្អែកលើអ្វីដែលបានលើកឡើងខាងលើយើងអាចនិយាយបានថា إن الفرد جزء من الأسرة
បុគ្គលម្នាក់គឺជាផ្នែកមួយនៃគ្រួសារ wal usrati wal usratu juz'un minal mujtama'i ហើយគ្រួសារគឺជាផ្នែកមួយនៃសង្គម wa di'amatun asasiyatun fihi ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សង្គម Faiza salahatil usratu salahal fardu Faiza saluhatil usratu salahal fardu Saluhal fardu ដូច្នេះប្រសិនបើគ្រួសារល្អបុគ្គលក៏ល្អដែរ Wa iza salahal fardu salahatil usratu ហើយប្រសិនបើបុគ្គលល្អគ្រួសារក៏ល្អដែរ Wa saluhal mujtama'u ហើយសង្គមទាំងមូលក៏ល្អប្រសើរផងដែរ Wa dhalika ដូច្នេះ Aulal islamul usrata ri'ayatan balighatan ដូច្នេះហើយបានជាឧកាមាអ៊ីស្លាមបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារ Wa inayatan fa'iqatan និងថែរក្សាវាយ៉ាងពិសេស Wa shagalatil usratu hayzan kabiran min ahkamil Qur'ani was sunnati ដោយហេតុនេះបញ្ហាតាក់ទងនឹងគ្រួសារត្រូវបានលើកឡើងយ៉ាងច្រើននៅក្នុងអល់កុរអាននិងសុនណះនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាម Alhamdulillah ចឹងយើងបានយល់ខ្លះហើយអំពីចំណុចដែលបានលើកយកមកខាងលើនេះគឺយើងស្ដាប់បានថាមនុស្សកើតមកលើធម្មជាតិដែលអល់ឡោះបានបង្កើតប៉ុន្តែបរិស្ថាននិងការអប់រំជុំវិញខ្លួនជាអ្នកកំណត់ថាគាត់នឹងក្លាយជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់ដូច្នេះគ្រួសារគឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការសាងបុគ្គលម្នាក់និងសង្គមទាំងមូលប្រសិនបើគ្រួសារល្អបុគ្គលល្អសង្គមក៏នឹងល្អដែរហេតុនេះហើយបានជាឧកាមាអ៊ីស្លាមបានផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការកសាងនិងការការពារគ្រួសារឥនសាអល់ឡោះយើងនឹងបញ្ចប់ត្រឹមនេះសិននិងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតគឺរៀននិយាយអំពីម៉ាហ្សាហ៊ីរូអ៊ីណាយ៉ាទីលអ៊ីស្លាមីប៊ីលអ៊ុសរ៉ាទីទិដ្ឋភាពនៃការយកចិត្តទុកដាក់របស់ឧកាមាអ៊ីស្លាមចំពោះគ្រួសារឥនសាអល់ឡោះយើងបញ្ចប់តែត្រឹមនេះوبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته